ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកតាមដានរឿង Hunter x Hunter បន្តទៀតនៅពេលនេះគាត់បានត្រឡប់ទៅដល់ផ្ទះរបស់គាត់នៅ Well Island វិញហើយ Killua ក៏ទៅតាមគាត់ផងដែរនៅទីនោះមីងរបស់គាត់ឈ្មោះ Mito បានទទួលស្វាគមន៍ពួកគេដោយក្តីនឹករលឹកហើយកក់ក្ដៅបំផុតហើយបន្ទាប់ពីបានញ៉ាំអាហាររួចគាត់បាននាំ Killua ទៅលេងខាងក្រៅយ៉ាងសប្បាយរីករាយនៅថ្ងៃនោះពួកគេទាំងពីរនាក់បាននាំគ្នាលេងតាំងពីថ្ងៃរហូតដល់យប់ហើយនៅយប់នោះ Killua បានសួរគាត់ថាតើគាត់ចង់ធ្វើអីបន្តទៀតគាត់ឆ្លើយថាគាត់ចង់សម្រាកនៅផ្ទះមួយរយៈបន្ទាប់មកធ្វើដំណើរទៅទីក្រុង York New City ដើម្បីរកប៉ារបស់គាត់ឈ្មោះ Jing ដូចអញ្ចឹង Killua ប្រាប់គាត់ថាគាត់ពិតជាចំណានជាមួយនឹងគាត់ណាដែលមានគោលដៅថាចង់ធ្វើអីចំណែកគាត់វិញគ្មានដឹងអីទេមួយថ្ងៃរស់នៅរសាត់អណ្ដែតដូចខ្លែងដាច់ខ្សែគ្មានគោលដៅហើយគាត់ប្រាប់ Killua ថាកុំគិតច្រើនពេកដើរលេងជាមួយគាត់ជុំវិញពិភពលោកសិនទៅក្រែងលោកឲ្យរកឃើញអ្វីមួយដែលគាត់ចង់ធ្វើនៅក្នុងជីវិតពេលនោះ Killua ក៏បានសួរគាត់ពីម៉ាក់របស់គាត់ផងដែរប៉ុន្តែគាត់ប្រាប់ថាគាត់អត់មានព័ត៌មានអ្វីពីម៉ាក់របស់គាត់ទេគ្រាន់តែធ្លាប់ឮមីងរបស់គាត់ Mito ប្រាប់ថាម៉ាក់របស់គាត់ស្លាប់បាត់ហើយនៅយប់នោះពេលត្រឡប់ទៅដល់ផ្ទះវិញមីង Mito បានយកប្រអប់មួយទៅឲ្យគាត់ហើយប្រាប់ថាប្រអប់នឹងប៉ារបស់គាត់ផ្ដាំឲ្យគាត់ប្រគល់ឲ្យគាត់នៅពេលដែលគាត់ខ្លាចជា Hunter នៅពេលនោះផងដែរមីង Mito បាននិយាយថាប៉ារបស់គាត់ហើយនឹងគាត់គឺជាបងប្អូនជីដូនមួយហើយនៅអាយុ12ឆ្នាំប៉ារបស់គាត់ឈ្មោះ Jing បានចេញទៅប្រឡងធ្វើជា Hunter 10ឆ្នាំក្រោយមកទៀត Jing បានត្រឡប់មកផ្ទះវិញដើម្បីផ្ញើគាត់ឲ្យមីង Mito ហើយនឹងលោកយាយជួយមើលថែនៅពេលនោះមីង Mito ក៏បានសួរប៉ារបស់គាត់ពីម៉ាក់របស់គាត់ផងដែរហើយប៉ារបស់គាត់បានឆ្លើយយ៉ាងខ្លីថាពួកគេបែកគ្នាហើយស្អែកព្រឹកឡើងគាត់បានយកប្រអប់នឹងទៅពឹង Killua ជួយបើកដោយសារតែគាត់ព្យាយាមច្រើនដងហើយបើកអត់កើតសោះហើយនៅពេលនោះ Killua ក៏សាកល្បងបើកវាផងដែរប៉ុន្តែបើកអត់បានដូចគ្នាក្រោយមកទៀតតតែពួកគេសាកប្រើណែនបើកវិញម្ដងទើបអាចបើកប្រអប់នឹងបានសម្រេចនៅក្នុងប្រអប់នឹងមានកាសែតមញ៉េមួយជាមួយវងហើយនិង memory card មួយចាប់ដើមឡើងគាត់បានយកកាសែតមញ៉េទៅចាក់ស្ដាប់មុនគេហើយសំឡេងនៅក្នុងនោះមានអ្នកណាផ្សេងក្រៅពីជីងប៉ារបស់គាត់やっぱりお前もハンターになっちまったか。ខ្លឹមសារនៅក្នុងកាសែតនោះបន្ទាប់ពីអបអរសាទរ Gon ដែលបានក្លាយជា Hunter ហើយជីងបាននិយាយថាគាត់គ្មានមុខមកជួប Gon ទេដោយសារគាត់រើសការងារអត់រវល់ជាមួយកូនប៉ុន្តែទោះជាយ៉ាងណាគាត់នៅតែជាគាត់អត់ប្រែប្រួលទេបើសិនជា Gon ចង់តាមស្វែងរកគាត់ក៏តាមចិត្តប៉ុន្តែត្រូវដឹងថាគាត់នឹងព្យាយាមគេចពី Gon ពេលឮចឹង Gon មិនអន់ចិត្តទេគាត់បែរជាគិតថាប៉ារបស់គាត់ចង់ challenge ជាមួយគាត់ទៅវិញនៅក្នុងពេលជាមួយគ្នាសាច់រឿងបានបង្ហាញឃើញថាជីងកំពុងតែជិះសត្វហោះពីរបីមិនដឹងថាជាសត្វស្អីទេហើយកន្លែងដែលគាត់ធ្វើការនឹងមើលទៅក៏មិនមែនជាពិភពលោកមនុស្សដែរបន្ទាប់មក Gon នឹងKillua បាននាំគ្នាទៅពិនិត្យមើល memory card វិញម្ដង memory card នឹងសុទ្ធតែជា file របស់ game មួយឈ្មោះ Great Island ហើយនៅពេលដែលពួកគេឆែកអ៊ីនធឺណិតមើល game Great Island នឹងតម្លៃរបស់វាពិតជាថ្លៃខ្លាំងណាស់ដល់ទៅ 5,800 លានឯណោះណាមួយនៅពេលដែលគេផលិត game នឹងលក់មានតែ100ច្បាប់តែប៉ុណ្ណោះនៅពេលនេះហាងណាក៏អស់ស្តុកដែរដល់ពេលអញ្ចឹងទៅ Killua ក៏បង្ខំចិត្តតាក់ទងទៅកាន់បងទី2របស់គាត់ឈ្មោះ Miluki ដោយសារតែគាត់នឹងជំនាញខាង game រៀនលោកគាត់នៅសល់មួយច្បាប់ប៉ុន្តែ Miluki ប្រាប់ថាគាត់អត់មានទេហើយគាត់ក៏ចង់លេង game នឹងដែរនៅពេលនោះ Miluki បានប្រាប់ Killua ពីកន្លែងដែលពួកគេអាចរក game នឹងបាននិងអាចនឹងមានគេយក game នឹងទៅដាក់ដេញថ្លៃនៅ York New City ក្រោយមកបន្ទាប់ពីរៀបចំអីវ៉ាន់អស់ហើយ Gon បានលាអ្នកមីង Mito របស់គាត់ធ្វើដំណើរទៅកាន់ York New City តែម្ដងកាត់ទៅមើល Kurapika វិញនៅពេលនេះគាត់ក៏បានរៀនណែនចេះហើយផងដែរហើយបើយោងតាមការធ្វើតេស្តប្រភេទ Aura របស់គាត់គឺ Conjurer មានន័យថាគាត់អាចប្រើ Aura របស់គាត់ផលិតជាអាវុធចេញមកប្រើបានបន្ទាប់ពីចេះណែនហើយ Kurapika ក៏ត្រឡប់ទៅជួបនឹងភ្នាក់ងារស្វែងរកការងារធ្វើម្ដងទៀតហើយគាត់បានសួររកការងារដែលមានទំនាក់ទំនងជាមួយនឹង York New City ពេលនោះភ្នាក់ងារម្នាក់នឹងបានឲ្យយកបោ Kurapika ទៅដាក់ពាក្យស្នើសុំធ្វើជា bodyguard ឲ្យគ្រួសារ Mafia មួយដែលមានចំណងចំណូលចិត្តដើរប្រមូលអវយវៈពិសេសៗរបស់មនុស្សក្រោយមកមិនយូរប៉ុន្មាន Kurapika បានទៅដល់ទីនោះដែលមើលទៅពិតជាធំហើយស្អាតណាស់ដូចរាជវាំងអញ្ចឹងហើយបន្ទាប់ពីដើរតាមអ្នកបម្រើម្នាក់ចូលទៅដល់ខាងក្នុង Kurapika ឃើញមានមនុស្ស 4-5 នាក់ទៀតក៏មកសម្ភាសធ្វើជាអង្គរៈដូចគាត់ដែរបន្ទាប់មកប្រធានអង្គរៈបាននិយាយតាមទូរស័ព្ទមកប្រាប់ពួកគេពីលក្ខខណ្ឌដែលត្រូវជ្រើសរើសលក្ខខណ្ឌគឺងាយយល់ទេមុនពេលកម្មវិធីដាក់ដេញថ្លៃនៅ York New City ក្នុងរយៈពេល1ខែទៀតបេក្ខជនណាដែលអាចរកឃើញរបស់មួយក្នុងចំណោមរបស់ 4-5 មុខដែលគេចង់បាននឹងជាប់ក្លាយទៅជាអង្គរៈហើយក្នុងចំណោមរបស់ 4-5 មុខហ្នឹងក៏មាន Scarlet Eye ដែល Kurapika ត្រូវតែដើរប្រមូលឲ្យបានមកវិញទាំងអស់ផងដែរក្រោយពេលចប់ការប្រជុំបេក្ខជនទាំងអស់ចង់ត្រឡប់ទៅវិញស្រាប់តែបន្ទប់ត្រូវបានចាក់សោមូលហេតុគឺដោយសារតែប្រធានអង្គរៈភ្លេចប្រាប់រឿងមួយគឺតើតអ្នកខ្លាំងអាចរក្សាជីវិតខ្លួនឯងបាននៅពេលនេះទើបអាចចេញទៅធ្វើការងារនឹងបានបន្ទាប់ពីប្រធានអង្គរៈនឹងនិយាយចប់ភ្លាមស្រាប់តែមាននិន្ចាមួយក្រុមប្រដាប់ដោយអាវុធគ្រប់ដៃសម្រុកចូលមកក្នុងបន្ទប់នឹងវាយប្រហារពួកគេតែម្ដង
នៅពេលនោះក៏រាពីកាពិនិត្យឃើញថាក្រុមនិនចាទាំងអស់ហ្នឹងវាយប្រហារបេក្ខជនទាំងអស់លើកលែងតែម្នាក់គត់ដែលពួកគេអត់វាយប្រហារដល់ពេលអញ្ចឹងទៅក៏រាពីកាក៏ទៅភ្ជុំម្នាក់ហ្នឹងបញ្ជាឲ្យគាត់បញ្ឈប់ក្រុមនិនចាទាំងអស់ហ្នឹងវិញតាមពិតក្រុមនិនចាទាំងអស់ហ្នឹងគឺម្នាក់ហ្នឹងប្រើនិនបង្កើតឡើងមកតែប៉ុណ្ណោះគាត់មានឈ្មោះថា Xiao Shimono ជា Hunter ហើយក៏ជាអង្គរៈម្នាក់នៅកន្លែងហ្នឹងដែរហើយគាត់ធ្វើអញ្ចឹងគឺដើម្បីតែសមត្ថភាពរបស់ពួកគេពេលនោះគាត់ផ្លត់មកនិយាយថាពួកគេទាំង4នាក់ជាប់ហើយប៉ុន្តែបេក្ខជនដែលនៅសេសសល់គឺ5នាក់មិនមែន4នាក់ទេមានន័យថានៅក្នុងចំណោមបេក្ខជនទាំង5នាក់ហ្នឹងគឺមានម្នាក់ទៀតជាជនបង្កប់បន្តមកដើម្បីរកឲ្យឃើញថាអ្នកណាគេជាជនបង្កប់គូរាពីកាបានប្រើចង្វាក់របស់គាត់ចង្អុលទៅកាន់បេក្ខជនម្ដងម្នាក់ចុងក្រោយនៅពេលដែលគាត់ចង្អុលទៅកាន់បេក្ខជនម្នាក់ឈ្មោះ Koala ចង្វាក់របស់គាត់បានយល់ប៉ុន្តែ Svala នៅតែប្រកែកថាវាមិនដែលគ្រាន់តែចង្វាក់យល់អាចបញ្ជាក់ថាគាត់គឺជាជនបង្កប់ឡើយនៅពេលនោះផងដែរមានបេក្ខជនម្នាក់ឈ្មោះ Melody ដែលមានសមត្ថភាពពិសេសអាចស្ដាប់បេះដូងរបស់គេឮដឹងថា Svala និយាយកុហកប៉ុន្តែ Svala នៅតែប្រកែកដដែលព្រោះវាគ្មានភស្តុតាងបន្តមកមានបេក្ខជនម្នាក់ទៀតឈ្មោះ Baso មានវិធីអាចចាប់ជនក្បត់បានសមត្ថភាពពិសេសរបស់គាត់គឺតែងកំណត់ជាលក្ខខណ្ឌនៅក្នុងកណ្ដាស់មួយសន្លឹកហើយវានឹងក្លាយទៅជាការពិតបើសិនជាត្រូវជាមួយនឹងលក្ខខណ្ឌនៅពេលនោះគាត់បានសាកល្បងឲ្យពួកគេមើលដោយតែកំណត់ថាពេលគាត់ប្រើកណ្ដាប់ដៃទៅវាយលើអ្វីម្យ៉ាងរបស់ហ្នឹងនឹងឆេះហើយពិតជាអញ្ចឹងមែនអត់ឆ្ពិនភ្នែកទេនៅពេលនោះគាត់បានវាយកៅអីមួយឡើងឆេះពិតមែនបន្តមកគាត់បានតែងកំណត់មួយទៀតថាបើសិនជាអ្នកណាគេនិយាយកុហកគាត់អ្នកហ្នឹងនឹងឆេះរួចហើយគាត់ក៏ចាប់ផ្ដើមសួរបេក្ខជនម្នាក់ៗថាតើអ្នកឯងជាជនបង្កប់មែនសម្រាប់អ្នកដែលត្រឹមត្រូវអត់មានខ្លាចអីនឹងឆ្លើយសំណួរនឹងទេនៅពេលនោះស្វាឡាអត់ហ៊ានកុហកទេក៏សារភាពថាគាត់គឺជាជនបង្កប់ប៉ុន្តែគាត់អត់ប្រាប់ទេថាគាត់បានរៀបចំមតិអ្វីខ្លះចាំស្ទាក់ពួកគេនៅពេលនោះមានបេក្ខជនម្នាក់ទៀតដែលជាស្រីស្អាតឈ្មោះ Base បានទៅចាប់ស្វាឡាបឺតមាត់យកតែម្ដងជំនាញពិសេសរបស់ Base គឺដាក់ស្នេហ៍ឲ្យតែអ្នកណាគេដែលនាងបានថាបនឹងធ្វើតាមនាងគ្រប់យ៉ាងនៅពេលនោះស្វាឡាបានសារភាពថាគាត់បានប្រើណែនទៅគ្រប់គ្រងឆ្កែទាំងអស់នៅកន្លែងហ្នឹងចាំតែពួកគេដើរចេញទៅឆ្កែទាំងអស់ហ្នឹងនឹងវាយប្រហារពួកគេជាមិនខានបន្ទាប់ពីបានឆ្លងកាត់ការធ្វើតេស្តរួចរាល់អស់ហើយបេក្ខជនទាំង4នាក់បានចេញទៅស្វែងរករបស់ដែលគេតម្រូវឲ្យរករៀងៗខ្លួនកាត់ទៅមើល Killua និង Gon នៅពេលនេះពួកគេបានធ្វើដំណើរទៅដល់ទីក្រុង York New City មុនហើយនៅពេលទៅដល់ពួកគេបានចូលទៅហាងអ៊ីនធឺណិតកាហ្វេមួយកន្លែងដើម្បីបើកមើល website សម្ងាត់មួយដែលមានតែ Hunter ទេដែលអាចចូលមើលបានពួកគេទទួលបានអាសយដ្ឋានរបស់ website សម្ងាត់ហ្នឹងពី Miluki ដែលជាបងទី2របស់ Killua នៅក្នុង website ហ្នឹងមានព័ត៌មានរបស់ Hunter ជាច្រើនហើយព័ត៌មានដែលពួកគេចង់ដឹងគឺទាក់ទងជាមួយនឹងហ្គេមឈ្មោះ Grid Island ព័ត៌មានហ្នឹងមិនមែន free ទេគឺ Gon ត្រូវបង់លុយចំនួន20លានទើបអាចចូលមើលបានបន្ទាប់ពី Gon បានឈុតកាត់បង់លុយរួចហើយសារតែ monitor របស់ពួកគេបញ្ចេញពន្លឺហើយពួកគេហាក់បីដូចជាចូលទៅក្នុង website នឹងអញ្ចឹងនៅពេលហ្នឹងអ្នកលក់ស្រាបានប្រាប់ថា Game Grid Island ហ្នឹងកើតឡើងដោយអ្នកចេះប្រើ NAND ជាច្រើនអ្នកមិនមែនម្នាក់នោះទេហើយពួកគេបាននាំគ្នាបញ្ចូល NAND របស់ពួកគេទៅក្នុង game ទាំង100ច្បាប់ហ្នឹងសំខាន់អ្នកដែលចូលលេងក្នុង game ហ្នឹងដូចចូលលេងនៅពិភពពិតបើសិនជាស្លាប់នៅក្នុង game គឺស្លាប់មែនតើអ្នកលក់ស្រាប្រាប់ទៀតថានៅក្នុងកម្មវិធីដេញថ្លៃថ្ងៃទី1ខែ9ហ្នឹងមានគេដាក់ដេញថ្លៃ Game Grid Island ហ្នឹងចំនួន7ច្បាប់ឲ្យដេញថ្លៃហើយតម្លៃរបស់វាចាប់ពី 8,900 លានទៅចំនួនហ្នឹងវាច្រើនណាស់សម្រាប់ Gon ហើយនិង Killua ដល់ពេលអញ្ចឹងទៅពួកគេក៏នឹកឃើញយកលុយដែលពួកគេរកបានពី Heaven Arena ចំនួនជាង800លានទៅបដាក់ទុន Roxy ទិញរបស់លក់តាមអនឡាញពេលលក់ចូលលក់ឡើងក៏ត្រូវគេបោកអស់លុយលេងសល់តែជាង10លានពិតជាសេតមែនតើត្រឡប់ទៅមើល Kurapika វិញពេលនេះគាត់ហើយនិងបេក្ខជន3នាក់ទៀតរកបានអ្វីដែលពួកគេត្រូវការម្នាក់មួយមកហើយមានន័យថានៅពេលនេះពួកគេបានក្លាយទៅជាអង្គរៈពេញសិទ្ធហើយប្រធានអង្គរៈឈ្មោះ Dalsolin បានប្រាប់ពីការងារទី1ដែលពួកគេត្រូវធ្វើគឺជួនមេរបស់ពួកគេទៅកាន់អូតែមួយនៅទីក្រុង York New City បន្ទាប់មក Dalsolin បានជួនពួកគេទៅជួបមេហើយម្នាក់គិតថាប្រហែលជាកាចខ្លាំងណាស់ហើយមើលទៅដល់តែពេលជួបផ្ទាល់មានណាមេរបស់ពួកគេគឺជាក្មេងស្រីម្នាក់យ៉ាងខ្ជូតよろしくねនាងមានឈ្មោះថា Neon មានដងចេះប្រើណែនតាំងពីកំណើតហើយសមត្ថភាពពិសេសរបស់នាងគេហៅថា Lovely Ghostwriter ដែលអាចទាយដឹងពីអនាគតរបស់មនុស្សម្នាក់ឬមនុស្សមួយក្រុមខណៈពេលដែលពួកគេកំពុងតែធ្វើដំណើរតាមឡានទៅទីក្រុង York New City នៅតាមផ្លូវពួនឡានរបស់ពួកគេបានបើកកាត់មុខក្រុម Phantom Troop ចំនួន4នាក់ដែលកំពុងតែដើរតាមផ្លូវឆ្ពោះសម្ដៅទៅរកកន្លែងមួយតាមសម្ដីរបស់ពួកគេមេរបស់ពួកគេបានហៅពួកគេទៅជួបជុំគ្នានៅទីក្រុង York New City នឹងដែរដើម្បីធ្វើបេសកកម្មលួចរបស់អ្វីម្យ៉ាងដោយសារតែពួកគេគឺជាក្រុមចោរក្រោយមកមិនយូរប៉ុន្មានពួកគេក៏បានទៅជួបជុំគ្នាហើយហ៊ីសូកាក៏មានវត្តមាននៅទីនោះផងដែរមេធំរបស់ក្រុម Phantom Troop មានឈ្មោះថា Growlo ហើយគាត់បានបញ្ជាឲ្យកូនចៅរបស់គាត់ទៅប្លន់របស់ទាំងអស់ដែលគេយកមកដាក់ដេញថ្លៃនៅលើកហ្នឹងកាត់ទៅមើលក្រុមរបស់ Kurapika វិញប្រធានក្រុមអង្គរៈបានប្រាប់ឲ្យពួកគេទៅដេញថ្លៃរបស់មួយចំនួននៅថ្ងៃស្អែកហើយនៅក្នុងចំណោមនោះក៏មានភ្នែក Scarlet ផងដែរនៅពេលដែលបានឃើញរូបភាពភ្នែក Scarlet ម្ដងបេះដូងរបស់ Kurapika ពុះជ្រុលខ្លាំងណាស់ហើយគាត់ក៏សង្ឃឹមថាបានជួបជាមួយនឹងក្រុម Phantom នៅថ្ងៃស្អែកផងដែរស្អែកឡើងនៅទីក្រុង York New City ហ្នឹងមានមនុស្សច្រើនណាស់ហើយមើលទៅម្នាក់សុទ្ធតែមកចូលរួមការលក់ដេញថ្លៃនៅតាមដងផ្លូវមានការដាក់តាំងលក់របស់ជាច្រើនចង់រកអ្វីក៏មានដែរតែការលក់ហ្នឹងមិនមែនជាការលក់ដេញថ្លៃទេការលក់ដេញថ្លៃគេនឹងធ្វើឡើងនៅសាលធំនៅពេលនេះ Gon ហើយនិង Killua ក៏កំពុងតែរកមើលទិញទូរស័ព្ទដៃប្រើហើយចៃដន្យនៅពេលនោះពួកគេបានជួប Leorio レオリオよっ
សំណាងហើយនៅពេលនោះបានលេអូរីអូជួយតថ្លៃពួកគេកុំអីពួកគេត្រូវបានអ្នកលក់កោជាមិនខានបន្ទាប់មកក្រោយពីដឹងថា Gon ហើយនិង Killua ទៅប្រកួតនៅ Heaven Arena ឡើងដល់ជាន់ទី200 លេអូរីអូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនៅពេលដែល Gon សួរគាត់វិញថាគាត់រៀនចេះប្រើ Nen នៅលេអូរីអូគាត់អួតថាគាត់ចេះឡើងខ្ទេចហ៎តែស្ដាប់មើលទៅគាត់ទើបតែចេះប្រើតិចនិចថែមតែប៉ុណ្ណោះបន្ទាប់មកទៀត Gon ក៏ប្រាប់លេអូរីអូពី Game Great Island ដែលគាត់ចង់ទិញផងដែរប៉ុន្តែរឿងហ្នឹងលេអូរីអូគាត់អត់មានលុយឲ្យពួកគេខ្ចីដែរដោយសារតែតម្លៃរបស់ game ហ្នឹងវាថ្លៃពេករហូតដល់ 8000 លានឯណោះហើយនៅពេលនោះគាត់បាននាំ Gon ទៅឆែកមើល Uger ក្រែងលោមានវិធីរកលុយនៅពេលដែលឃើញ Leorio ឆោតត្រង់អញ្ចឹង Killua សង្ស័យថា Aura របស់ Leorio ប្រហែលជា Enhancer ដែរហើយមើលទៅតែមែនតើ Leorio មិនមែនឆោតទេគាត់ពិតជាអាចរកឃើញវិធីរកលុយមែននៅពេលហ្នឹងគាត់បានទិញពេញមួយគ្រាប់ដែលមានតម្លៃ3លានដើម្បីធ្វើជារង្វាន់បើសិនជាមានអ្នកណាគេកាច់ដៃឈ្នះ Gon ហើយបើសិនជាអ្នកណាចង់ចូលលេងបង់ត្រឹមតែ 10000 តែប៉ុណ្ណោះមុនពេលលេង Leorio បានដាក់ម៉ូជាមួយ Gon រួចហើយថាប្រើកម្លាំងប្រហាក់ប្រហែលជាមួយនឹងគោប្រកួតបានហើយត្រូវសម្ដែងទឹកមុខធ្វើជាដូចខំប្រឹងណាស់ហើយចុងក្រោយចាំកាច់យកឈ្នះតែម្ដងល្បិចរបស់ពួកគេនៅពេលហ្នឹងបានផលល្អណាស់មានមនុស្សតម្រង់ជួលចាំកាច់ដៃជាមួយកូនជាប់រហូតអត់ឈប់ឈរឡើយគោលដៅរបស់ពួកគេនៅក្នុងកំឡុងពេលកម្មវិធីការលក់ដេញថ្លៃ10ថ្ងៃហ្នឹងត្រូវតែរកលុយចំនួន 8900 លានឲ្យបានសម្រាប់រឿងនេះផងដែរខ្ញុំសូមចាប់ត្រឹមប៉ុណ្ណេះសិនបើអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចជួយចុច like និង comment ម្នាក់មួយបើមិនទាន់បានចុច subscribe channel របស់ខ្ញុំទេកុំភ្លេចជួយចុចម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីៗទស្សនាបន្តទៀតបើចុចរួចហើយជូនពរឲ្យអ្នកទាំងអស់គ្នាសុខភាពល្អនិងអនាគតបរិបូរណ៍រុងរឿងបាយបាយ